बुद्धं शरणं गच्छामि ខ្ញុំប្រកាសណាសូមអាននៅរឿងមេត្តខេតកដែលមានន័យថាបុរសក្នុងលោកមិនគួរជឿពាក្យភរិយាគ្រប់ម៉ាត់ទេក្នុងកាលកន្លងទៅហើយមានបុរសម្នាក់នៅក្នុងដែនកាសីកាលបើបិតាធ្វើមរណកាលហើយក៏ទំនុកបំរុងបំរើមេត្តាដោយគោរពហើយមេត្តាបានឃើញកូនមានវត្តប្រតិបត្តិល្អក៏នាំស្ត្រីមានរូបស្រស់ប្រំប្រៃម្នាក់មករៀបចំឲ្យជាកូនប្រសានោះចំណែកខាងនាងនោះបិតាស្លាប់ចោលតាំងពីនៅក្មេងនៅសល់តែមេត្តាទៅនាំមកនៅរួមនៅក្នុងត្រកូលស្វាមីហើយទំនុកបំរុងដល់មេត្តាទាំងពីរដោយសេចក្តីគោរពតមកខាងក្រោយនាងក៏មានចិត្តលឿយណាយធុញទ្រាន់ចំពោះមេត្តាទាំងពីរមានគំនិតអាក្រក់កើតឡើងមិនគិតនឹងសម្លាប់ម្ដាយក្មេកចោលបាននិយាយញុះញង់ស្វាមីថាឥឡូវនេះយើងគិតសម្លាប់ម្ដាយយើងចេញព្រោះចាស់ចង្រៃនេះខុសអស់នឹងចាស់ទាំងពួងតែងបន្តបងម៉ូតលិមុខដាក់ពេញផ្ទះសម្បែងហើយច្របាច់លេងដូចកូនក្មេងទៅនឹងកើតបើឯងមិននៅពេលណាហើយគាត់ធ្វើបាបតែអញឲ្យវេទនារាប់មិនឈ្នះបើដូច្នេះយើងគិតសម្លាប់គាត់ទៅឬបុរសជាស្វាមីបានឮភរិយានិយាយរាយរាប់ប្រាប់ជាញឹកញយហើយក៏និយាយថាការសម្លាប់មនុស្សនីមួយមិនងាយទេក្រណាស់ភរិយានោះនិយាយតបវិញថាបពិតលោកស្វាមីការសម្លាប់នោះងាយទេមើលតែគាត់ដេកលក់យើងចងគ្រាស្នែងទៅទម្លាក់ក្នុងស្ទឹងនៅខាងក្រោយផ្ទះឲ្យឆ្លាមកកទំពាស៊ីបុរសជាស្វាមីសួរថាម្ដាយអញគាត់ដេកកន្លែងណាម្ដាយឯងដេកកន្លែងណាភរិយាបានប្រាប់ថាម្ដាយអ្នកសម្រានខាងនេះម្ដាយខ្ញុំសម្រានខាងនោះស្វាមីប្រាប់ថាបើដូច្នេះចូលនាងចងគ្រាម្ដាយអញទុកឲ្យស្រេចទៅដល់យប់ជ្រៅយើងនឹងសែងទៅទម្លាក់ក្នុងស្ទឹងភរិយាត្រេកអរណាស់ក៏ធ្វើតាមបង្គាប់ស្វាមីហើយដេកលក់ទៅរីឯបុរសជាស្វាមីបានដឹងថាភរិយារបស់ខ្លួនដេកលក់ហើយក៏ចូលទៅស្រាយចំណងពីគ្រាម្ដាយរបស់ខ្លួនចេញយកខ្សែទៅចងគ្រាម្ដាយក្មេកវិញលុះចងសពគ្រប់ហើយដើរចូលទៅដាស់ភរិយាថាណែក្រោកឡើងយើងលំមុំសែងយាយចាស់ទៅទម្លាក់ចោលហើយជនទាំងពីរនាក់ក៏មនីស្នែងសែងគ្រាយកទៅទម្លាក់ក្នុងស្ទឹងខាងក្រោយផ្ទះដោយប្រញាប់ប្រញាល់ខ្លាចក្រែងជូនជនទាំងឡាយមើលឃើញពួកសត្វសាហាវទាំងឡាយមានឆ្លាមកកជាដើមក៏ដណ្ដើមប្រជែងគ្នាស៊ីយាយចាស់នោះអស់ទៅលុះព្រឹកឡើងនាងភរិយាបានដឹងច្បាស់ថាម្ដាយខ្លួនស្លាប់ហើយក៏នឹកទៅចិត្តក្តៅក្រហាយអន្ទះសាពុនពេកទៅប្រាប់ស្វាមីថាយើងគិតសម្លាប់ណាយាយចាស់មួយទៀតបុរសជាស្វាមីក៏ទទួលព្រមថាល្អហើយទៅនាំគ្នាទៅធ្វើថ្កល់ក្នុងព្រៃស្មសាន
ដល់យប់ជ្រៅម្ដាយដេកលក់ក៏នាំគ្នាសែងទាំងគ្រាយកទៅដាក់លើជើងថ្កល់ប្រប់និងដុតភ្លើងជូនជាពេលនោះណាភ្លេចដាច់កេះភ្លេចដាច់ភ្លើងហ្នឹងទៅក៏នាំគ្នាត្រឡប់មកយកភ្លើងវិញកាលជន់ទាំងពីរអ្នកត្រឡប់មកផ្ទះវិញហើយដូនចាស់នោះក៏ភ្ញាក់ឡើងក្រោកអង្គុយដោយត្រូវសន្សើមត្រជាក់ខ្លាំងលុះមើលសពគ្រប់ដឹងថាខ្លួនមានគេយកមកសម្លាប់ក៏ចុះចេញទៅមកយកសាកសពខ្មោចពពែមួយទៅដាក់លើគ្រាណាគ្រប់សម្ពុតពីលើហើយភៀសខ្លួនចេញពីទីនោះទៅដើរចូលទៅក្នុងគុហាមួយបានរំពឹងគិតថាអស់អោអាត្មាអញនឹកស្មានថាបានកូនប្រសាជាទីពឹងឥឡូវនេះវាធ្វើឲ្យអញភ័យយ៉ាងក្រៃលែងចំណែកខាងបរោះប្តីប្រពន្ធយកភ្លើងបានមកក៏ដុតសាកសពពពែនោះទៅដោយសម្គាល់ថាជាម្ដាយរបស់ខ្លួនពិតឯគុហាដែលយាយចាស់ណាចូលទៅអង្គុយនោះមានចោរម្នាក់យកបង្វិចមាសប្រាក់ទៅលាក់ទុកនៅក្នុងទីនោះជាច្រើនយាយចាស់បានឃើញមាសប្រាក់នោះហើយក៏នឹកដល់កូនថាអោកូនសម្លាញ់អញប្រសិនបើបានមាសប្រាក់យ៉ាងច្រើននេះប្រហែលជាត្រេកអររីករាយណាស់កំពុងតែគិតដូច្នោះស្រាប់តែចោលទៅដល់ចោលនោះបានឃើញយាយចាស់នោះហើយក៏ភ្ញាក់ភិតភ័យញ័ររន្ធត់មិនហ៊ានចូលទៅចិត្តឡើយដោយនឹកស្មានថាយៈក៏ត្រឡប់មកវិញបានហៅពេទ្យខ្មោចម្នាក់ឲ្យចូលទៅសង្កេតមើលពេទ្យខ្មោចនោះក៏រាយមន្តវិជ្ជាហើយដើរចូលទៅកាន់គុហាចំណែកខាងយាយចាស់បានឃើញពេទ្យខ្មោចនោះក៏និយាយថាយើងមិនមែនជាយៈទេអ្នកចូលមកយើងទាំងពីរនាក់នឹងចែកទ្រព្យគ្នាពេទ្យខ្មោចនោះនិយាយថាយើងមិនជឿទេយាយចាស់ថាបើអ្នកឯងមិនជឿយើងចូលអ្នកលៀនអណ្ដាតមកដាក់លើអណ្ដាតយើងចោះនឹងដឹងច្បាស់ថាយើងជាមនុស្សពិតឬខ្មោចពិតក៏ធ្វើតាមពាក្យយាយចាស់នោះទៅយាយចាស់ក៏ខំអណ្ដាតពេទ្យខ្មោចជាប់ដោយចង្កូមមួយយ៉ាងចំណាប់ពេទ្យខ្មោចខំរើបំរាស់រួចហើយក៏ស្រែកប្រាប់គ្នាថាយៈទេវយៈទេវយៈនេះទៅនាំគ្នារត់ចេញទៅលុះដល់ភ្លឺច្បាស់ឡើងយាយចាស់ក៏ប្រមូលមាសប្រាក់វិចណាស្ពាយយកទៅឲ្យកូនចំណែកណាខាងកូនប្រសាក្រឡេកឃើញម្ដាយស្ពាយបង្វិចទ្របមកដូច្នេះក៏ចុះទៅទទួលរយៈនិងបដិសន្ធារកិច្ចគួសមយ៉ាងអស្ចារ្យហើយនិយាយថាអោលោកម្ដាយគេយកទៅដុតក្នុងព្រៃខ្មោចត្រឡប់ណាជាបានមាសប្រាក់មកឲ្យកូនបើដូច្នេះខ្ញុំសូមឲ្យលោកម្ដាយណាយកខ្ញុំទៅដុតម្ដងវិញខ្ញុំនឹងកើបវិចយកមាសប្រាក់នឹងឲ្យច្រើនជាងនេះទៅទៀតស្ត្រីនោះជាស្ត្រីពីលការកណីលមោបចង់បានទ្រព្យមិនចេះគិតវែងខ្លីបានឲ្យស្វាមីយកទៅដុតក្នុងព្រៃស្មសានរីឯស្វាមីក៏នាំយកទៅដុតឆេះខ្ទេចខ្ទីស្លាប់ទៅកើតនៅក្នុងនរកដ៏យ៉ាងជ្រៅឯស្វាមីដល់អស់អាយុក៏ទៅកើតនៅក្នុងឋាននរកជាមួយនឹងគ្នាដែរសូមអនុមោទនាបុទ្ធังសរណង្កច្ឆាមិធម្មង្សរណង្ក
सङ्घं शरणं गच्छामि